ការចេះបិទបៀតគឺជាវិន័យហិរញ្ញវត្ថុដ៏វិសេសវិសាលប៉ុន្តែវាខុសគ្នាដាច់ស្រឡះពីភាពកំណាញ់មនុស្សដែលចេះបិទបៀតគឺជាមនុស្សដែលស្គាល់តម្លៃនៃលុយដោយគេចេះចាយវាយប្រកបដោយបញ្ញាគេចេះសន្សំសំចៃលើរបស់ដែលមិនចាំបាច់ដើម្បីទុកវិនិយោគលើរឿងដែលមានប្រយោជន៍និងត្រៀមកញ្ចប់ថវិកាសម្រាប់ថ្ងៃអនាគតការចេះបិទបៀតលើខ្លួនឯងគឺដើម្បីកសាងសេរីភាពហិរញ្ញវត្ថុទៅថ្ងៃខាងមុខផ្ទុយទៅវិញភាពកំណាញ់គឺជាការបង្ខាំងខ្លួនឯងនិងអ្នកដទៃឲ្យរស់នៅក្នុងភាពខ្វះខាតទាំងដែលខ្លួនឯងមានលទ្ធភាពមនុស្សកំណាញ់មិនហ៊ានសូម្បីតែការចំណាយលើសុខភាពការរៀនសូត្រឬការជួយសង្គមជាដើមដើម្បីជីវិតកាន់តែប្រសើរចូលរស់នៅធ្វើជាមនុស្សដែលចេះបិទបៀតលើចំណង់ផ្ទាល់ខ្លួនតែមានចិត្តទូលាយវិនិយោគលើចំណេះដឹងនិងសេចក្តីល្អការចេះសន្សំសំចៃធ្វើឲ្យយើងមានបានចំណែកការចេះចែករំលែកធ្វើឲ្យយើងមានតម្លៃការរស់នៅដោយស្គាល់ប្រមាណបែបនេះទើបធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុមិនងាយធ្លាក់ក្នុងវិបត្តិកីឡាគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតក្នុងការមានសុខភាពល្អវាធ្វើឲ្យរាងកាយរបស់យើងរឹងមាំនិងធ្វើឲ្យចិត្តរបស់យើងសកម្មការលេងកីឡាបង្រៀនយើងពីវិន័យធ្វើការជាក្រុមនិងការទទួលខុសត្រូវតាមរយៈកីឡាយើងរៀនពីរបៀបឈ្នះដោយមោទនភាពនិងចាញ់ដោយការគោរពវាជួយកាត់បន្ថយភាពតានតឹងនិងបង្កើនទំនុកចិត្តរបស់យើងមានកីឡាជាច្រើនប្រភេទដូចជាបាល់ទះបាល់បោះវាយសីតេននីសនិងរត់ជាដើមកីឡាក៏នាំមកនូវការជួបជុំនិងបង្កើតមិត្តភ័ក្តិនិងឯកជនភាពផងដែរការមានសកម្មភាពខាងរាងកាយជាប្រចាំធ្វើឲ្យយើងមានសុខភាពល្អប្រសើរនិងការការពារពីជំងឺជាច្រើនអត្តពលិកដែលទទួលបានជោគជ័យក្លាយជាគំរូសម្រាប់យុវជនកីឡាមិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេវាក៏ធ្វើឲ្យមានភាពសប្បាយរីករាយមានសុខភាពល្អនិងការកសាងចរិតលក្ខណៈដ៏រឹងមាំផងដែរក្តីស្រឡាញ់គឺជាអារម្មណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងជីវិតវាភ្ជាប់ការប្រាស្រ័យរវាងការទំនាក់ទំនងនិងការផ្ដល់អត្ថន័យដល់អត្ថិភាពរបស់យើងក្តីស្រឡាញ់មិនត្រឹមតែនិយាយអំពីមនោសញ្ចេតនាប៉ុណ្ណោះទេវាក៏និយាយអំពីគ្រួសារមិត្តភាពនិងចិត្តសប្បុរសផងដែរក្តីស្រឡាញ់ពិតគឺផ្អែកលើការជឿទុកចិត្តការគោរពនិងការយោគយល់គ្នាវាបង្រៀនយើងឲ្យយកចិត្តទុកដាក់ចំពោះអ្នកដទៃនិងអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេក្តីស្រឡាញ់នាំមកនូវការលួងលោមក្នុងគ្រាលំបាកនិងបង្កើតសុភមង្គលក្នុងគ្រាដ៏រីករាយវាតម្រូវឲ្យមានការអត់ធន់និងការលះបង់ប៉ុន្តែវាក៏ផ្ដល់ឲ្យនូវសេចក្តីសុខនិងថាមពលមកវិញផងដែរនៅពេលដែលយើងស្រឡាញ់ដោយស្មោះយើងរីកចម្រើនក្នុងភាពជាមនុស្សកាន់តែប្រសើរក្តីស្រឡាញ់ធ្វើឲ្យជីវិតស្រស់ស្រាយកក់ក្ដៅនិងមានអត្ថន័យពិតប្រាកដទំនុកចិត្តគឺជាជំនឿលើខ្លួនឯងនិងជឿលើសមត្ថភាពរបស់ខ្លួនវាជួយអ្នកឲ្យប្រឈមនឹងបញ្ហាដោយគ្មានការភ័យខ្លាចនិងនិយាយដោយភាពក្លាហានមនុស្សដែលមានទំនុកចិត្តជឿជាក់លើជំនាញនិងការសម្រេចចិត្តរបស់ខ្លួនទំនុកចិត្តមិនមែនមានន័យថាល្អឥតខ្ចោះនោះទេវាមានន័យថាទទួលយកចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកនៅពេលអ្នកជឿជាក់លើខ្លួនឯងអ្នកដទៃក៏ជឿជាក់លើអ្នកដែរទំនុកចិត្តរីកចម្រើនតាមរយៈការអនុវត្តការរៀនសូត្រនិងការគិតវិជ្ជមានសូម្បីសមិទ្ធផលតូចៗក៏អាចបង្កើតជំនឿលើខ្លួនឯងដ៏រឹងមាំបានផងដែរកំហុសមិនអាចបំបែកទំនុកចិត្តរបស់អ្នកបានឡើយវានឹងបង្រៀនអ្នកនៅមេរៀនដ៏មានតម្លៃការមានទំនុកចិត្តអ្នកអាចដេញតាមក្តីស្រមៃរបស់អ្នកនិងយកឈ្នះលើឧបសគ្គបានវាគឺជាគន្លឹះនៃភាពជោគជ័យនិងរីកចម្រើនផ្ទាល់ខ្លួននៅក្នុងជីវិត
ឈាមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយមនុស្សវាដឹកជញ្ជូនអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅកាន់គ្រប់ផ្នែកទាំងអស់នៃរាងកាយនិងយកកាកសំណល់ត្រឡប់មកវិញបើគ្មានឈាមទេរាងកាយរបស់យើងមិនអាចរស់រានមានជីវិតបានឡើយឈាមជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនិងរក្សាឲ្យយើងមានសុខភាពល្អវាក៏គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយនិងជួយដល់ការព្យាបាលនៅពេលដែលយើងរងរបួសផងដែរឈាមមានប្រភេទផ្សេងគ្នាហើយមនុស្សម្នាក់មានប្រភេទឈាមជាក់លាក់រៀងខ្លួនការបរិច្ចាគឈាមគឺជាទង្វើដ៏សប្បុរសធម៌និងជួយសង្គ្រោះជីវិតមនុស្សការបរិច្ចាគឈាមមួយកញ្ចប់អាចជួយជីវិតមនុស្សបានច្រើនអ្នកយើងគួរតែរក្សាសុខភាពរបស់យើងដើម្បីរក្សាឈាមរបស់យើងឲ្យរឹងមាំនិងល្អស្អាតហើយឈាមគឺជាអំណោយដ៏មានតម្លៃដែលគាំទ្រដល់ជីវិតមនុស្សគ្រប់ពេលវេលា